Baក្រុមជំរាបសួរបងប្អូនពីចម្ងាយបាទដើម្បីកំដរអារម្មណ៍បងប្អូនយើងដែលលោកចូលចិត្តចិញ្ចឹមសត្វបាទអញ្ចឹងខ្ញុំសូមបង្ហាញពីសកម្មភាពរបស់សត្វព្រាបពូជមួយម្យ៉ាងដែលគេហៅថាពូជក្ងោកឥណ្ឌាបាទនេះមេបាកំពុងតែចាប់ដើមបង្កាត់ពូជបាទពូជក្ងោកឥណ្ឌានេះវាជាពូជមួយនាំចូលពីប្រទេសឥណ្ឌាបាទមកកាន់ទឹកដីប្រទេសកម្ពុជារបស់យើងពូជនេះបានចែកតគ្នារវាងអ្នកស្រឡាញ់សត្វបាទពូជនេះពីមុនមកគឺមានតម្លៃខ្ពស់ក៏ប៉ុន្តែបច្ចុប្បន្ននេះគឺមានតម្លៃសមរម្យអាចយើងចែកចាយគ្នាចិញ្ចឹមបានហើយពូជព្រាបក្ងោកឥណ្ឌានេះដូចជាព្រាបទូទៅដូចឆ្នោតដែរបាទវាពងពីគ្រាប់ទេក៏ប៉ុន្តែសកម្មភាពនៃការចិញ្ចឹមហើយនឹងអត្រានៃការញាស់របស់វាគឺបានល្អភាគច្រើនវាកូនបានទាំងគូបាទហើយវាមានសកម្មភាពចិញ្ចឹមកូននឹងបានរស់ទាំងពីរបាទនិយាយរួមគឺឲ្យងាយស្ដាប់គឺបកែចិញ្ចឹមកូនបកែថែកូនបាទហើយពងញឹកកូនមកបានតែអាយុ14 15ថ្ងៃយ៉ាងយូរគឺវាចាប់ដើមទម្លាក់ពងសារថ្មីបាទហើយពងដូចព្រាបទូទៅអញ្ចឹងគឺពងម្ដងបាន2គ្រាប់បាទហើយអត្រានៃការក្រាបរបស់វាមុននឹងញាស់ហ្នឹងគឺអាចក្រាបរយៈពេលពី17 18ថ្ងៃគឺអាចញាស់បាទអញ្ចឹងញាស់បានកូនតាទឹមតែ13 14ថ្ងៃគឺវាចាប់ដើមពងទៀតបាទអញ្ចឹងវាអត្រានៃការផ្ដល់សេវាកម្មកូនហ្នឹងគឺបានលឿនបាទបានលឿនហើយថែកូនបានល្អបាទគឺកូនវាមិនសូវសេះគូទេបានទាំងគូហើយវាចិញ្ចឹមបានល្អបាទពូជព្រាបនេះវាមិនមែនជាព្រាបសម្រាប់យើងចិញ្ចឹមធ្វើម្ហូបទេព្រោះវាមានទម្ងន់តូចទម្ងន់អាចតែត្រឹមតែ3ខាំទៅ4ខាំទេបាទវាមានមាឌតូចហើយអត់ចេះហើឆ្ងាយទេហើបានទៀបកម្ពស់ 3-4 ម៉ែត្រអីហ្នឹងទុំឬតបូលផ្ទះទៀបបូលរោងទៀបអីហ្នឹងអាចហើទុំបានជាពូជសត្វមួយដែលមិនហើឆ្ងាយបាទជាពូជសត្វចាំផ្ទះបាទនេះកូនបំបែកចេញពីមេអាយុ16ថ្ងៃអញ្ចឹងមេពងទៀតហើយអញ្ចឹងយើងបំបែកមកក្រៅដើម្បីឲ្យធ្វើការបញ្ចុកចំណីបំពន់បន្ថែមជំនួសមេដើម្បីឲ្យមេមានឱកាសសម្រាប់ក្រាបពងតទៅទៀតបាទកូនគូនេះវាចេះស៊ីចំណីស្ទាត់ហើយបាទនេះជាពួកមេបាអញ្ចឹងយើងសង្កេតទៅឃើញថាវាមានរាងស្អាតបាទស្លាបវាមានពណ៌ខ្មៅដាច់ពីខ្លួនពីកតុយពីកបាទកខ្លួនជើងមានរោមពណ៌សដល់ស្លាបមានពណ៌ខ្មៅនេះគេហៅថាកងាបស្លោកកងោកស្លាបដាច់បាទពណ៌ស្លាបដាច់បាទក្បាលវាមានកប៉ោយចែដុះមកក្រោយហើយកតុយវាបើកសន្ធឹងដោយកងោកស្ពងអញ្ចឹងបាទហើយជើងមានស្នាប់ជើងបាទរៀងប៉ាត់បាទមានស្នាប់ជើងអញ្ចឹងរូបរាងរបស់ព្រាបនេះគឺសង្ហាស្អាតបាទជាការពេញចិត្តរបស់បងប្អូនយើងដែលចិញ្ចឹមជាលម្អបាទសូមអរគុណច្រើនរាល់ការតាមដាននៅរូបភាពដែលបានដាក់ជូនអរគុណច្រើនគ្រប់គ្នា